Trongពុកទី3រង្វាន់ដំរីសព្រះសិទ្ធត្ថកុមារទ្រង់សពព្រះហឫទ័យចំពោះព្រះអនុជព្រះនាមនុនយ៉ាងខ្លាំងព្រះរាជកុមារក៏មានបងប្អូនជីដូនមួយចំនួន3ព្រះអង្គទៀតដែលព្រះអង្គសពប្រតិជាងគេគឺមហានាមផទ្ទយៈនិងកំពិលនៅក្នុងសាលារៀនព្រះសិទ្ធត្ថរៀនពូកែសពមុខវិជ្ជាដោយមិនពិបាកព្រះអង្គរៀនពូកែទាំងក្បួនយុទ្ធសាស្ត្រផងសូម្បីទេវទត្តដែលជាអ្នករៀនពូកែដែរនោះក៏មិនឈ្នះនឹងរហ័សរហួនស្មើព្រះអង្គដែរព្រះសិទ្ធត្ថមានប្រាជ្ញាមោះមុតខាងគណិតវិទ្យាសូម្បីតែអាចារ្យដែលត្រូវតែជាគ្រូបង្រៀនរបស់ព្រះអង្គក៏ត្រូវចំណាយពេលអស់រាប់ម៉ោងដើម្បីឆ្លើយតបនឹងសំណួររបស់ព្រះអង្គព្រះសិទ្ធត្ថកុមារក៏មានទេពកោសល្យយ៉ាងជំនាញខាងដូរតន្ត្រីជាញឹកញយណាស់ដែលព្រះនាងបជាបតីបានបង្ហើរព្រះសោទន្ទ្រារម្មណ៍តាមសំឡេងខ្លុយដ៏ពីរោះរបស់ព្រះអង្គនៅពេលដែលព្រះនាងគង់សម្រាកយកខ្យល់ត្រជាក់នៅខាងក្រៅព្រះរាជដំណាក់ទោះបីជាយ៉ាងណាក៏ដោយក៏ព្រះសិទ្ធត្ថកុមារហាក់ផ្ចង់ស្មារតីតែលើការសិក្សាខាងផ្នែកសាសនានិងទស្សនវិជ្ជាតែប៉ុណ្ណោះព្រះអង្គត្រូវបានពួកព្រាហ្មណ៍ជួយបង្ហាត់បង្រៀននៅគ្រប់វិជ្ជាវេទព្រះអង្គបានខំប្រឹងសិក្សាជាពិសេសនៅគម្ពីររាជវេទនិងអត្ថវេទគ្រូអាចារ្យទាំងនោះបានបង្រៀនព្រះអង្គឲ្យចេះដឹងនៅលោកធាតុដែលបែងចែកចេញអំពីព្រះអាទិទេពដែលមានឈ្មោះថាភុរិសាឬព្រាហ្មណ៍ឬប្រព័ន្ធវណ្ណៈផ្សេងទៀតផងព្រះសិទ្ធត្ថកុមារខំប្រឹងសិក្សានៅអត្ថបទព្រាហ្មណ៍ជាច្រើនដូចជាព្រះព្រហ្មនិងឧបនិមិត្តជាដើមទោះបីជាព្រះវរបិតាមានការតឹងតែងយ៉ាងណាក៏ព្រះរាជកុមារត្រូវបានព្រះវរមាតាអនុញ្ញាតឲ្យយាងចេញទៅក្រៅម្ដងម្កាលដើម្បីទស្សនានៅភូមិឋានអ្នកស្រុកនានាដែលស្ថិតនៅជុំវិញរាជធានីព្រះរាជកុមារបានដឹងនៅរឿងរ៉ាវជាច្រើនដែលព្រះអង្គពុំធ្លាប់ទតឃើញនៅក្នុងព្រះរាជវាំងព្រះអង្គបានដឹងអំពីជីវភាពអ្នកស្រុកនិងជំនឿដែលអ្នកស្រុកគោរពយ៉ាងមុតមមចំពោះព្រះអាទិទេពទាំង3របស់ពួកព្រាហ្មណ៍គឺព្រះព្រហ្មមួយព្រះវិស្ណុមួយនិងព្រះសិវៈមួយព្រះសិទ្ធត្ថមានប្រាថ្នាចង់ជួបនិងពិភាក្សាជាមួយតាបសនិងបព្វជិតនានាទ្រង់បានឮដំណឹងថាមានតាបសជាច្រើនអង្គគង់នៅនគរកោសលដែលស្ថិតនៅជាប់ទិសខាងលិចនគរព្រះអង្គនិងនៅនគរមគធៈដែលលាតសន្ធឹងទៅទិសខាងត្បូងព្រះសិទ្ធត្ថកុមារសង្ឃឹមញញឹមទុកនៅក្នុងព្រះទ័យថាគង់មានថ្ងៃណាមួយអាត្មាអញនឹងមានភ័ព្វចេញទៅទស្សនាតំបន់ទាំងនោះនិងសិក្សាវិជ្ជាក្នុងសំណាក់ឥសីទាំងនោះផងជាការពិតណាស់ដែលព្រះបាទសទ្ធោទនៈជាព្រះវរបិតាបានដឹងនៅសេចក្តីប្រាថ្នារបស់រាជបុត្រាព្រះរាជាព្រួយបារម្ភកាន់តែខ្លាំងឡើងព្រះអង្គទ្រង់ព្រះតម្រិះដដែលថាបើតាមទំនាយរបស់អសិតតាបសថ្ងៃណាមួយព្រះរាជកុមារនឹងរត់ចាកចោលអំពីព្រះបរមរាជវាំងហើយទៅបួសជាតាបសឥសីរស់នៅក្នុងព្រៃភ្នំជាពុំខានឡើយបន្ទាប់មកព្រះរាជាក៏ទ្រង់យាងទៅពិគ្រោះការព្រួយបារម្ភនេះជាមួយនឹងប្អូនថ្លៃរបស់ព្រះអង្គព្រះនាមសុបពុទ្ធដែលត្រូវជាព្រះបិតារបស់ទេវទត្តនិងព្រះនាងកញ្ញាយសោធរាព្រះបាទសទ្ធោទនៈទ្រង់មានព្រះរាជបន្ទូលទៅកាន់ប្អូនថ្លៃថាណែអនុជជាយូរណាស់មកហើយដែលនគរកោសលចង់រំលោភបំពានលើបូរណភាពទឹកដីរបស់យើងហើយយើងត្រូវតែពឹងផ្អែកទាំងស្រុងទៅលើទេពកោសល្យរបស់បុត្រានៃយើងដូចជាព្រះអង្គម្ចាស់សទ្ធត្ថនិងទេវទត្តជាដើមដើម្បីការពារវាសនានគររបស់យើងខ្ញុំមានសេចក្តីបារម្ភយ៉ាងខ្លាំងត្បិតអីព្រះអង្គម្ចាស់សទ្ធត្ថអាចដាច់ព្រះទ័យយាងចេញទៅបួសជាតាបសឥសីរស់នៅក្នុងព្រៃដូចជាពាក្យព្យាករណ៍របស់អសិតតាបសដែលបានទាយទុកមកហើយប្រសិនបើរឿងនឹងคล้ายទៅជាការពិតមែននោះទំនងជាទេវទត្តក៏អាចយកតម្រាប់តាមព្រះអង្គម្ចាស់សទ្ធត្ថពុំខានឡើយតើព្រះអនុជមិនដឹងថាព្រះអង្គម្ចាស់សទ្ធត្ថចង់យាងចេញទៅក្រៅ
ដើម្បីទៅជួបតាបោះទាំងឡាយប៉ុណ្ណាទេឬអីបន្ទាប់អំពីព្រះអង្គទ្រង់ព្រះតម្រិះមួយស្របក់ធំមកព្រះបាទសុបពុទ្ធក៏ទ្រង់ឱនខ្សឹបដាក់ត្រចៀកព្រះបាទសុទ្ធោទនៈថាបើសិនជាព្រះអង្គសួរដល់ទូលបង្គំអញ្ចឹងទូលបង្គំគិតថាព្រះអង្គគួរតែជ្រើសរើសរកមហេសីមួយថ្វាយព្រះអង្គម្ចាស់ទៅកាលណាព្រះអង្គម្ចាស់សទ្ធុទ្រង់ជាប់ជំពាក់នឹងព្រះញាតិវង្សានុវង្សរួចហើយព្រះអង្គពិតជាមិនអាចលះបង់នៅចំណងមនោសញ្ចេតនានឹងប្រពន្ធកូនហើយទៅសាងភ្នោះតែម្នាក់ឯងនៅក្នុងព្រៃបានឡើយព្រះបាទសុទ្ធោទនៈទ្រង់ញញឹមហើយងក់ព្រះសិរៈសម្ដែងនៅការយល់ព្រមលុះដល់ពេលរាត្រីព្រះបាទសុទ្ធោទនៈទ្រង់បានយកព្រះកង្វល់នេះទៅពិគ្រោះជាមួយព្រះនាងបជាបតីកោតមីទៀតព្រះនាងបានសន្យាថានឹងសម្រួលរៀបចំកិច្ចការរាជាភិសេកព្រះអង្គម្ចាស់សទ្ធុនៅពេលអនាគតដ៏ខ្លីខាងមុខនេះចំណេរក្រោយបន្តិចមកព្រះនាងបជាបតីកោតមីក៏ផ្ដើមបង្កើតឲ្យមានទិវាប្រឡងប្រជែងសិលសាស្ត្រមួយសម្រាប់ពួកយុវជននៅក្នុងព្រះរាជាណាចក្រទាំងមូលព្រះនាងបានពឹងព្រះរាមព្រះបាទសុបពុទ្ធនិងព្រះអគ្គមហេសីបមិតាឲ្យជួយចាត់ចែងរៀបចំកម្មវិធីមហោស្រពនេះព្រះបាទសុទ្ធោទនៈទ្រង់ជាព្រះអធិបតីនៃពិធីប្រឡងប្រជែងនោះយុវជននិងយុវតីទាំងឡាយនៅក្នុងព្រះរាជធានីក៏ត្រូវបានអញ្ជើញឲ្យមកចូលរួមដែរព្រះអង្គម្ចាស់សទ្ធុក៏បានចូលប្រកួតគ្រប់មុខវិជ្ជាដែរព្រះនាងកញ្ញាយសោធរីដែលជាបុត្រីនៃព្រះនាងបមិតានិងព្រះបាទសុបពុទ្ធទទួលបន្ទុកជាអ្នករៀបចំពិធីការនិងធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវកិត្តិយសទាំងឡាយព្រះនាងកញ្ញាយសោធរីមានសម្ផស្សធម្មជាតិយ៉ាងស្រស់ប្រំប្រៃគួរជាទីស្រឡាញ់រាប់អានព្រះអង្គម្ចាស់សទ្ធុប្រឡងជាប់លេខ1លើគ្រប់ផ្នែកនៃវិញ្ញាសាដូចជាដូរតន្ត្រីកីឡាអត្តពលកម្មបាញ់ធ្នូចាក់សាបប្រណាំងសេះនិងលើកទម្ងន់ជាដើមព្រះនាងកញ្ញាយសោធរីទទួលកិត្តិយសជាអ្នកប្រគល់រង្វាន់ពិសេសចំពោះបេក្ខជនដែលប្រឡងជាប់លេខ1គឺថ្វាយដំរីសមួយដល់ព្រះអង្គម្ចាស់សទ្ធុចំណែកឯព្រះអង្គម្ចាស់ទេវទត្តវិញទ្រង់មិនសប្បាយប្រទ័យទាល់តែសោះពីព្រោះព្រះអង្គឈ្នះត្រឹមតែលេខ2ទេវទត្តក៏មានការអាក់អន់ប្រទ័យនឹងព្រះនាងកញ្ញាយសោធរីដែរព្រោះព្រះនាងពុំសូវចាប់អារម្មណ៍នឹងព្រះអង្គទាល់តែសោះចប់ចម្ពោះទី3